ហើយបើឈ្មោះចេះតែធ្វើបាននឹងសម្បត្តិសាធារណៈនឹងមិនរលាយហិនហើយទេអស់លោកនេះបាទចំណីស្ទឹងឬក៏ចំណីព្រែកនឹងតាមអនុក្រឹត្យលេខ98បាទយើងនិយាយថាច្បាប់ទៅចោះបាទបើចំណីស្ទឹងវា30ម៉ែត្រហើយបើចំណីព្រែក20ម៉ែត្រហើយឥឡូវយើងមើលរូបភាពនេះកន្លែងនេះអ្នកខ្លះគេហៅព្រែកកំពង់សោមអ្នកខ្លះគេហៅស្ទឹងកំពង់សោមដែលមានទីតាំងស្ថិតនៅក្នុងភូមិបាក់អង្រុតឃុំដងពេញស្រុកខ្សែអំបិលខេត្តកោះកុងឈ្មោះធ្វើសកម្មភាពកក្រឹកកក្រែងរាប់ខែមកហើយកាយខ្សាច់បូមខ្សាច់លក់ហេតុអីបានឈ្មោះធ្វើបានបាទហេតុអីបានឈ្មោះធ្វើបានហើយទីតាំងនេះមិនត្រឹមតែជាចំណីស្ទឹងទេចំណីព្រែកទេគឺជាតំបន់រស់នៅរបស់អណ្ដើកលួងដែលសម្រាប់ในការអភិរក្សថែមទៀតបាទគឺជាសត្វកម្រក្រសួងបរិស្ថានកន្លងទៅយកចិត្តទុកដាក់ក្នុងការអភិរក្សអណ្ដើកនេះប៉ុន្តែចំណែកថ្នាក់ក្រោមហើយនឹងមន្ទីរដែលពាក់ព័ន្ធមួយចំនួនទៀតនោះហេតុអីបានជាលោកចន្លោះផោងកន្លែងហ្នឹងបាទចន្លោះផោងកន្លែងហ្នឹងទាល់តែមានបណ្ដាញសារព័ត៌មានផ្សព្វផ្សាយក្រើកទៅក៏ឃើញចុះពិនិត្យបាទចុះពិនិត្យហ្នឹងឃើញសរសេរណាថាផ្អាកជាបណ្ដោះអាសន្នសិនបាទរងចាំការពិនិត្យបច្ច័យវិតម្លៃនៃផលប៉ះពាល់អីចឹងទៅបាទចុះបើសិនជាអត់មានសារព័ត៌មានផ្សាយសកម្មភាពនេះអាចធ្វើទេរហូតទៅដល់បាត់ចំណីនឹងកាន់តែច្រើនទៀតទេបាទអញ្ចឹងសរុបមកវិញសួរថាអ្នកណាខ្លះដែលជាអ្នកពាក់ព័ន្ធឬក៏គប់គិតនៅក្នុងករណីនេះធម្មតាអាជ្ញាធរមន្ត្រីជំនាញមានតាមឋានានុក្រមហេតុអ្វីបានជាឈ្មោះធ្វើបានអញ្ចឹងជាប្រវត្តិលោកដាក់ការសង្ស័យប្រហែលជាមានអ្នកដែលពាក់ព័ន្ធហើយបានជាឈ្មោះអាចធ្វើបានទើបតែបែកធ្លាយព័ត៌មានទប់លេងជាប់នេះក៏ធ្លាយទៅដល់ថ្នាក់លើដែរធ្លាយទៅដល់មហាជនទៅបាទអញ្ចឹងចំណាត់ការមានហើយចំណាត់ការថានឹងពិនិត្យទៅលើផលប៉ះពាល់ជាមុនសិនបាទឲ្យដឹងសិនបានអនុញ្ញាតឲ្យធ្វើសកម្មភាពឡើងវិញប៉ុន្តែនៅតែរំលឹកសាវតានៃរឿងដដែលហេតុអ្វីបានជាឈ្មោះចេះតែធ្វើបានដោយប៉ាត់ណាប៉ាត់ណីនៅលើទឹកដីគ្រប់គ្រងដោយជំនាញច្រើនអាជ្ញាធរមូលដ្ឋាននេះគឺជាភាពចន្លោះប្រហោងមួយដែលសង្គមយើងកំពុងតែរៀបចំឲ្យវាមានសណ្ដាប់ធ្នាប់ប៉ុន្តែបែរជាអត់សណ្ដាប់ធ្នាប់ទៅវិញហើយឥឡូវឃើញឥឡូវហ្នឹងជំនាញអត់ទាន់បានបញ្ជាក់ថាប៉ះទៅនឹងចំណីស្ទឹងឬក៏ចំណីព្រែកនេះណាគាត់តែនិយាយថានឹងពិនិត្យទៅលើលក្ខណៈបច្ចេកទេសចុះបើសិនជាឃើញហើយថាមានផលប៉ះពាល់នឹងចាត់ឲ្យវិធានការរដ្ឋបាលអ្វីខ្លះទៅលើក្រុមឈ្មួញឬក៏អ្នកដែលពាក់ព័ន្ធដើម្បីឲ្យរៀងចាលនេះថាមិនត្រូវតែធ្វើអីប៉ាត់ណាប៉ាត់ណីបានទេលោកអើយធនធានធម្មជាតិយើងក៏ក្រហេតុអ្វីបានចេះតែមកធ្វើប៉ាត់ណាប៉ាត់ណីបាទនៅតំបន់ដែលមានដែនសមត្ថកិច្ចធ្វើកិច្ចការហ្នឹងអាឡៃហ្នឹងដែលនាំឲ្យប្រជាពលរដ្ឋលោកមិនទុកចិត្តទេលោកមិនទុកចិត្តអ្នកដែលធ្វើការបលែមបន្លំបានកតេលធំមួយចំនួនណាវាមិនមែនទាំងអស់ទេមន្ត្រីខ្លះគាត់ក៏ធ្វើការប្រសើរទៅមន្ត្រីខ្លះក៏ចន្លោះប្រហោងទៅហើយអ្នកខ្លះហ្នឹងគឺគិតទៅរឿងប្រយោជន៍ហ្នឹងជាធំអញ្ចឹងហើយគឺត្រូវតែមានភាពច្បាស់លាស់មួយនេះកន្លែងនេះអ្នកណាអ្នកទទួលខុសត្រូវអ្នកណាអ្នកទទួលខុសត្រូវរកឲ្យឃើញដើម្បីមានចំណាត់ការមួយឲ្យប្រកបមិនមែនចេះតែបលំបកើរួចខ្លួនអស់រកអ្នកទទួលខុសត្រូវអត់ឃើញបាទអញ្ចឹងទេអត់មាននៃការរៀងចាលអត់មាននៃការកែតម្រូវឲ្យបានប្រសើរទេប្រសិនបើមានទង្វើបែបហ្នឹងដដែលបាទខ្ញុំព្យាយាមសាកសួរទៅលោកប្រធានទីបរិស្ថានខេត្តកោះកុងដែរលោកម៉ារ៉ាឌីលោកចូលមើលយើងច្រើនសំណួរហើយបាទលោកអត់ដែលឆ្លើយតបទេនៅបណ្ដាញ Telegram របស់លោកណាបាទឃើញសញ្ញាគ្រីទទួល2ហើយប៉ុន្តែលោកអត់ឆ្លើយតបទេព្រោះកន្លែងហ្នឹងពាក់ព័ន្ធសំខាន់ទៅនឹងផ្នែកបរិស្ថានព្រោះជាអូសៀនជាតិជួរភ្នំក្រវាញខាងត្បូងហើយក៏ជាតំបន់រស់នៅរបស់សត្វអណ្ដើកលួងផងដែរបាទអញ្ចឹងមន្ត្រីអូសៀននរៈអត់ដឹងឬបានជាលោកប្រធានមន្ត្រីអត់ដឹងធម្មតាអាជីវកម្មពេលដែលគាត់មកធ្វើវាមិនមែនមកស្ងាត់ទេបាទគ្រឿងចាក់ប៉ុណ្ណាណីមានច្បាប់មិនមានច្បាប់អានឹងជាប្រវត្តិលោកអត់ដឹងទេសំខាន់កុំធ្វើឲ្យប៉ះពាល់ទៅដល់ផលប្រយោជន៍សាធារណៈដែលជាសម្បត្តិរួមហើយបើកន្លែងហ្នឹងជាកន្លែងស្ថិតនៅក្នុងដែនអភិរក្សទៅទៀតអាហ្នឹងត្រូវតែកាន់តែឆ្ងល់បាទមានវាំងននខ្មៅអ្វីនៅពីក្រោយហ្នឹងបាទវ៉ាន់ប៉ុស្តិ៍រងចាំទទួលនៅការបញ្ជាក់ពីអ្នកដែលពាក់ព័ន្ធហើយយើងខ្ញុំនឹងធ្វើការផ្សព្វផ្សាយបន្តទៀតបាទ